Greg បច្ចុប្បន្នជាប្រទេសនៅតំបន់អឺរ៉ុបប្រទេសនេះជាប្រទេសមួយដែលមានអរិយធម៌ចំណាស់ជាងគេបំផុតនៅលើពិភពលោកហើយផ្នែកមួយដ៏សំខាន់នៃវប្បធម៌និងអរិយធម៌ក្រិចគឺទេវកថាក្រិចនេះឯងទេវកថាក្រិចគឺជាបណ្ដុំនៃរឿងរ៉ាវនិងកថាផ្សេងៗរបស់ក្រិចនាសម័យបុរាណរឿងរ៉ាវទាំងអស់នេះរៀបរាប់រាយរាប់អំពីព្រះជាពិសេសព្រះ Olympus និងវីរបុរសឬវីរជនជាច្រើនហើយរឿងរ៉ាវទាំងអស់នេះបរិយាយអំពីធម្មជាតិនៃពិភពលោកនិងដើមកំណើតនៃអរិយធម៌ក្រិកបុរាណទេវកថាក្រិកជាពិភពមួយដែលសម្បូរទៅដោយព្រះដ៏មានអានុភាពហើយជាពិសេសព្រះ Olympus និងវីរជនដ៏ក្លាហានជាច្រើនអនេកព្រះនៃក្រិកទាំងអស់នោះក្បត់ថាជាព្រះដែលមានថាមពលនិងយុទ្ធសាស្ត្រខ្លាំងក្លាប៉ុន្តែព្រះទាំងអស់នោះបង្កកំហុសនិងមានចរិតលក្ខណៈដូចជាមនុស្សដូចគ្នាដែរពលគឺមានការខឹងការស្អប់ការគុំគួននិងសេចក្តីស្រឡាញ់ជាដើមចំណែកឯវីរបុរសវិញមានភាពក្លាហាននិងធ្វើរឿងរ៉ាវអស្ចារ្យជាច្រើនដូចជាសម្លាប់បិសាចនិងសម្លាប់សត្វសាហាវនានាព្រះទាំងឡាយត្រូវបានគេគោរពក្នុងវិហារហើយរឿងរ៉ាវរបស់ព្រះទាំងនោះត្រូវបានគេដំណាលតគ្នារហូតមកដល់សម័យទំនើបនេះឯងរឿងរ៉ាវទាំងអស់នេះមិនត្រឹមតែជាការនិទានឬជាកំណត់ត្រាប្រវត្តិសាស្ត្រនោះឡើយរឿងរ៉ាវនៃទេវកថាក្រិកទាំងអស់គឺជាសរសៃគ្រឹះដែលបានត្បាញបញ្ចូលទៅក្នុងគ្រឹះនៃវប្បធម៌របស់ប្រទេសលោកខាងលិចកេរដំណែលនៃវប្បធម៌ក្រិកបុរាណនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សិល្បៈនៃពិភពលោកខាងលិចនៅក្នុងមជ្ឈិមសម័យក៏ដូចជាសហសម័យទំនើបនេះឯងយើងអាចប្រទះឃើញសិល្បៈនៃទេវកថាក្រិកតាមរយៈសិល្បៈនៃការឆ្លាក់រូបដែលទទួលឥទ្ធិពលពីក្រិកដូចជា The Bird of Venus ដែលយើងអាចប្រែជាខ្មែរថាកំណើតនៃព្រះនៃសេចក្តីស្រឡាញ់ក្រៅពីសិល្បៈផ្សេងៗរឿងនិទានក្រិកក៏ជាសសរស្តម្ភនៃអក្សរសិល្ប៍និងខ្សែភាពយន្តផងដែរស្នាដៃធំៗនៃទេវកថាក្រិកត្រូវបានគេយកមកលេងជារឿងឬក៏គេសម្រួលសាច់រឿងទេវកថាដើមទៅជាខ្សែភាពយន្តដែលយើងអាចនឹងឃើញរឿងល្បីៗដូចជា Clash of Titans, Troy ឬក៏ Odyssey ជាដើមហើយនឹងមានរឿងគំនូរជីវចលផ្សេងទៀតដែលយើងបានមើលដែលទទួលឥទ្ធិពលពីទេវកថាក្រិកក្រៅពីរឿងទាំងអស់នោះឈ្មោះតួអង្គផ្សេងដែលគេយកមកលេងនៅក្នុងរឿងសម័យទំនើបដូចជានៅក្នុងរឿង Marvel ដូចជា Zeus Hercules ជាដើមសុទ្ធតែជាឈ្មោះនៃព្រះនៃទេវកថាក្រិកក្រៅពីវិស័យសិល្បៈយើងក៏សង្កេតឃើញឥទ្ធិពលនៃក្រិកនៅក្នុងម៉ាកល្បីៗដូចជា Nike ជាឈ្មោះព្រះនៃជ័យជំនះ Nike ដែលយើងហៅថា Nike គឺជា brand មួយដ៏ល្បីគឺយកចេញពីឈ្មោះព្រះនៃជ័យជំនះរបស់ក្រិក brand Hermes ជា brand ដ៏ល្បីដែលនោះគឺយកចេញជាឈ្មោះរបស់អ្នកនាំពាក្យរបស់ព្រះគឺព្រះ Hermes នឹងឯងបន្ថែមពីនោះមានរឿងរ៉ាវតូចផ្សេងទៀតដែលទទួលឥទ្ធិពលពីក្រិកនៅក្នុងវិទ្យាសាស្ត្រនិងការអប់រំឧទាហរណ៍ដូចជានៅសតវត្សទី20អ្នកវិទ្យាសាស្ត្រសម័យមុនបានយកឈ្មោះព្រះក្រិកទៅដាក់ឈ្មោះឲ្យភពរបស់យើងតែវាប្រើភាសារ៉ូម៉ាំងឧទាហរណ៍ដូចជាភពសុក្រដែលយើងដាក់ឈ្មោះឲ្យថា Jupiter គឺជាព្រះ Zeus Pluto ដែលយើងហៅថាភព Pluton គឺតំណាងឲ្យ Hades Venus ភពរហ័សគឺ Aphrodite ជាដើមក្រៅពីហ្នឹងគឺនៅមានពាក្យមួយចំនួនទៀតដូចជា Oedipus complex និង Pygmalion effect ជាដើមសុទ្ធតែជាពាក្យនៅក្នុងចិត្តវិទ្យាអប់រំ
ដែលបណ្ដុះគំនិតចេញពីតួអង្គនៅក្នុងរឿងទេវកថារបស់ក្រិចសរុបមកទេវកថាក្រិចគឺជារឿងរ៉ាវដ៏អស្ចារ្យមួយមិនមែនឆ្លងកាត់រាប់ទសវត្សរ៍ឬក៏រាប់សតវត្សរ៍ទេគឺបានឆ្លងកាត់សហសវត្សរ៍និងជាឥទ្ធិពលយ៉ាងទូលំទូលាយនៅក្នុងផ្នែកជាច្រើននៃវប្បធម៌របស់ប្រទេសនៅលោកខាងលិចហើយក៏ជាឥទ្ធិពលទៅដល់ពិភពលោកតែម្ដងសូមអរគុណ